សៀមឃើញខ្មែរបានសុខសៀមអុកឡុករុកទន្ទ្រាន8ធ្នូសៀមហ៊ានចូលឆ្លៀនពៀនឆ្មក់ប្រហារះជាយដែនស្ទុះស្ទារត់មនីស្រក់នេត្រាចោលទ្របស្រែចំការចោលកិច្ចការសាជាថ្មីខ្ញុំនៅទីខេត្តឆ្ងាយតែខ្វល់ខ្វាយផ្សាយសេចក្តីរូបភាពចាស់ក្រក្រៃខ្លះក្មេងខ្ចីវ័យសិក្សាខ្លះរត់ចូលរណ្ដៅខ្លះសំដៅយកកូនងាយសិស្សរត់ពីសាលាស្រែកលន់ថាម៉ែជួយផងសំឡេងលាន់លឺខ្លាំងនៃចំបាំងខ្លាំងអើងកងភាសាទុកសៅមកស្រែកបន់ផ្សងពងបានសុខរូបភាពតក់ស្លុតណាស់ម៉ែវ័យចាស់ច្បាស់រងទុកកង់ដុកកូនពីមុខធាក់ត្រុកចាស់សង្គ្រាមគេចាក់អ្នកជាយដែនគ្រប់គ្នាណែនឈួលក្រំក្រៀមគ្រប់គ្នាឈឺមិនស្ងៀមខំព្យាយាមជួយសាមគ្គីឈាមជ័រខ្មែរតែមួយនាំជំនួយជួយសំភីដេចគុណជនគ្រប់ទីយកស្បៀងពីទីជិតឆ្ងាយនេះជាឈាមជ័រខ្មែរតែនៅក្បែរទាំងចិត្តកាយឈឺចាប់មុនរសាយខ្មែរទាំងឡាយរួមសុខទុក្ខរយៈពេលតាំងពីថ្ងៃដែលនៃការចាប់ផ្ដើមសង្គ្រាមមិនថាខ្ញុំមិនថាបងប្អូនជនជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសគឺអារម្មណ៍ដូចគ្នាមានភាពឈឺចាប់ខ្លោចផ្សាអាណិតដល់ប្រជាជនពិសេសគឺកងទ័ពដែលត្រូវប្រឈមជាមួយនឹងទ័ពសៀមនេះសូមបញ្ជាឲ្យឃើញថាស្មារតីមានតែស្មារតីរួបរวมគ្នាទៅប្រទេសជាតិយើងរុងរឿងនឹងអាចទប់ទល់នឹងខ្មាំងសត្រូវបានហើយក៏សូមបញ្ជាឲ្យឃើញថាមានតែខ្មែរខ្លាំងទេទើបអាចរួចរំដោះប្រទេសជាតិយើងបានខ្មែរខ្លាំងលុះត្រាតែយើងទាំងអស់គ្នាពិសេសគឺក្មេងៗចំនួនដាក់ក្រោយដែលជាទំពាំងស្នូលរិស័យខិតខំប្រឹងប្រែងរៀនសូត្រសិក្សាជ្រៅស្រាវជ្រាវបន្ថែមរៀនគ្រប់មុខវិជ្ជាតាមជំនាញនីមួយៗដើម្បីយកមកអភិវឌ្ឍប្រទេសជាតិភាពឈឺចាប់នៃការឈ្លានពានរបស់ជនជាតិសៀមធ្វើឲ្យក្មេងៗចំនួនក្រោយខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យរឹងមាំក្នុងនាមខ្ញុំជាកូនខ្មែរសូមគោរពដឹងគុណនិងសូមដឹកគុណដល់បុព្វបុរសដូនតាខ្មែរគ្រប់ចំនួនសូមជួយថែរក្សាប្រជាជាតិកម្ពុជាពិសេសគឺកងទ័ពជើងមុខដែលបានពលីនិងតស៊ូចាស់វាយទ័ពឈ្លានពានរបស់សៀមឲ្យបានជាជំនះនិងរួចចាកផុតពីសង្គ្រាមនេះផងសូមអរគុណ